ជំរាបសួរបងប្អូនយប់នេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកាន់ទឹកដីរតនគិរីដ៏អាថ៌កំបាំងតាមរយៈរឿងខ្មោចដ៏ព្រឺព្រួចមួយដែលនឹងធ្វើឲ្យអ្នករន្ធត់ចិត្តមិនខានរឿងនេះផ្ដើមឡើងជាមួយក្រុមនិស្សិតកសិកម្ម5នាក់ដែលមានក្តីស្រមៃចង់សិក្សាស្រាវជ្រាវពីដំណាំកសិកម្មនៅតំបន់ដាច់ស្រយាលមួយស្ថិតនៅជើងភ្នំនៃខេត្តរតនគិរីពួកគេមានគ្នា5នាក់សុទ្ធសឹងតែជាយុវជនក្លាហាននិងពោរពេញដោយភាពរំភើបពួកគេសម្រេចចិត្តធ្វើដំណើរទៅកាន់ទីនោះដោយម៉ូតូផ្ទាល់ខ្លួនចំនួន3គ្រឿងការធ្វើដំណើរពិតជាលំបាកព្រោះពួកគេត្រូវជំនះផ្លូវលំឆ្លងកាត់ព្រៃជ្រៅនិងតំបន់ដាច់ស្រយាលដែលគ្មានមនុស្សរស់នៅអ្វីដែលកាន់តែអាក្រក់ទៅទៀតនោះម៉ូតូរបស់ពួកគេក៏ចាស់ក្រំគ្រាធ្វើដំណើរបានតិចក៏ខូចតាមផ្លូវទៅហើយថ្ងៃទី1កន្លងផុតទៅពួកគេបានជួបបញ្ហាជាច្រើនទាំងផ្លូវពិបាកធ្វើដំណើរទាំងម៉ូតូខូចជាញឹកញាប់ទីបំផុតនៅពេលដែលព្រះអាទិត្យលិចបាត់ពួកគេក៏បានទៅដល់ខ្ទមចាំចំការចាស់មួយកន្លែងពួកគេសម្រេចចិត្តស្នាក់នៅទីនោះមួយយប់សិននិងបន្តដំណើរនៅថ្ងៃស្អែកប៉ុន្តែរឿងចម្លែកក៏ចាប់ផ្ដើមកើតឡើងនៅពេលយប់សំឡេងចម្លែកលាន់នៅពីខាងក្រៅខ្ទមដូចជាសំឡេងខ្សឹបខ្សៀវសំឡេងយំសោកនិងសំឡេងជើងដាពួកគេព្យាយាមមិនខ្វល់ប៉ុន្តែអារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមគ្របដណ្ដប់ពេញផ្ទៃមុខរបស់ពួកគេនៅយប់ដ៏ស្ងាត់ជ្រងមួយស្រាប់តែលេចមុខហ្វូងចកដ៏សាហាវព្រៃផ្សៃមកចំរោងខ្ទមរបស់ពួកគេសត្វចកទាំងនោះបានព្រុសយ៉ាងត្រហឹងអើងកងព្យាយាមមកដើមកាន់ខ្ទមដើម្បីចូលមកស៊ីមនុស្សក្រុមនិស្សិតទាំងនោះភ័យស្លន់ស្លោនាំគ្នារត់ទៅពួននៅជ្រុងខាងនៃខ្ទមដោយអោបគ្នាយ៉ាងតឹងជាប់នឹងទ្រូងពួកគេបន់ស្រន់ឲ្យទេវតាជួយប៉ុន្តែហាក់គ្មានសង្ឃឹមសោះឡើយដោយទ្រាំលែងបានពួកគេក៏សម្រេចចិត្តបើកទ្វារខ្ទមហើយនាំគ្នាប្រថុយរត់ចូលទៅក្នុងព្រៃជ្រៅពួកគេរត់បាត់ជើងសព្រាតគ្មានទីដែលច្បាស់លាស់គ្រាន់តែដឹងថាត្រូវរត់ឲ្យឆ្ងាយពីសត្វចកទាំងនោះក្នុងភាពងឹតសូន្យអសង្ឃពួកគេជំពប់ដួលជាច្រើនដងតែនៅតែខំប្រឹងក្រោកឈររត់បន្តទៅមុខទៀតពេលកំពុងរត់គេចខ្លួនពួកគេបានប្រទះនឹងដើមឈើធំមួយស្រាប់តែខ្មោចមួយបានលេចឡើងនៅលើមែកឈើនោះខ្មោចនោះមានភ្នែកក្រហមច្រាលធ្មេញចង្គំស្រួចដែលជើងស្គំរៀងគួរឲ្យខ្លាចបំផុតក្រុមនិស្សិតភ័យឡើងញ័រខ្លួនតែពួកគេដឹងថាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួនពួកគេរើសដុំថ្មនិងមែកឈើដែលនៅក្បែរនោះមកគប់នឹងចាក់ខ្មោចនោះខ្មោចនោះស្រែកធ្ងោយ៉ាងឈឺចាប់តែវានៅតែព្យាយាមមកចាប់ពួកគេដោយដឹងថាការប្រយុទ្ធមិនអាចធ្វើឲ្យពួកគេរួចផុតពួកគេក៏សម្រេចចិត្តរត់បន្តទៀតពួកគេរត់ឆ្លងកាត់គុម្ពោតព្រៃរំលងឈើយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានមិនយូរប៉ុន្មានពួកគេបានជួបប្រទះនឹងខ្មោចមួយទៀតខ្មោចនេះកាន់តែគួរឲ្យខ្លាចជាងមុនទៅទៀតព្រោះវាមានរូបរាងជាមនុស្សគ្មានក្បាលខ្មោចគ្មានក្បាលនោះបានដេញតាមពួកគេយ៉ាងប្រកៀកប្រកិតក្រុមនិស្សិតបានប្រមូលកម្លាំងចុងក្រោយរបស់ពួកគេមកតស៊ូនឹងខ្មោចនោះពួកគេប្រើគ្រប់មធ្យោបាយទាំងវាយទាំងទាត់ទាំងខាំដើម្បីរំដោះខ្លួនទីបំផុតក្រោយពីការតស៊ូអស់កម្លាំងកាយចិត្តពួកគេក៏បានរត់រួចពីខ្មោចទាំងនោះពួកគេបន្តរត់រហូតដល់បានទៅដល់ភូមិមួយពួកអ្នកភូមិបានចេញមកជួយសង្គ្រោះនិងការពារពួកគេពីគ្រោះថ្នាក់ក្រុមគ្រួសារកសិករបានរួចផុតពីសេចក្តីស្លាប់ហើយបន្តស្នាក់នៅក្នុងភូមិនោះមួយយប់ស្អែកឡើងអ្នកភូមិបានជូនពួកគេទៅយកម៉ូតូនិងប្រាប់ផ្លូវឲ្យគេធ្វើដំណើរទៅដល់គោលដៅដើម្បីសម្រេចកិច្ចការរបស់ពួកគេបងប្អូនប្រិយមិត្តរឿងនេះជាសារមួយដែលបង្ហាញថាទោះបីជាយើងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយក៏យើងមិនត្រូវបោះបង់ក្តីសង្ឃឹមឡើយការរួបរួមសាមគ្គីគ្នានិងការតស៊ូអត់ធ្មត់គឺជាកម្លាំងដ៏ខ្លាំងក្លាដែលអាចជួយយើងឲ្យជំនះបានគ្រប់ឧបសគ្គសូមអរគុណ